ក្តីសុបិនអំពីស្ថានសួគ៌សាវកយូហានជាអ្នកជំនួយការម្នាក់របស់ព្រះយេស៊ូវនៅពេលនោះគាត់មានវ័យចាស់ជរាហើយគាត់រស់នៅលើកោះមួយដែលស្ដាប់ទៅហាក់ដូចជាស្រួលណាស់ប៉ុន្តែទីនោះគឺជាគុកពួកមេដឹកនាំបានដាក់គុកគាត់នៅទីនោះដើម្បីបញ្ឈប់មិនឲ្យគាត់ផ្សាយដំណឹងល្អពីព្រះយេស៊ូវទៀតប៉ុន្តែខ្ញុំជឿជាក់ថាអ្នកមិនគិតឃើញថាការដែលជាប់គុកនៅលើកោះក្នុងបន្ទប់តូចមួយនៅកណ្ដាលសមុទ្រនោះអាចនឹងបញ្ឈប់ផែនការរបស់ព្រះជាម្ចាស់បាននោះទេមែនទេនាពេលព្រឹកមួយព្រះយេស៊ូវបានលេចមកនៅក្នុងបន្ទប់ឃុំឃាំងរបស់សាវកយូហានព្រះនេត្ររបស់ព្រះយេស៊ូវភ្លឺចែងចាំងដូចជាពន្លឺព្រះអាទិត្យព្រះយេស៊ូវមានបន្ទូលថាឱយូហានអើយខ្ញុំនឹងបង្ហាញការអាថ៌កំបាំងមួយដល់អ្នកជាអាថ៌កំបាំងពីពេលដែលខ្ញុំនឹងត្រឡប់មកវិញសំឡេងរបស់ព្រះអង្គហាក់បីដូចជាសំឡេងទឹកដែលហូរខ្មួខ្មាញ់ចូលកត់ទុកនៅអ្វីដែលអ្នកបានឃើញដើម្បីឲ្យរាជរបស់ព្រះជាម្ចាស់អាចអានបានហើយរងចាំដោយមានក្តីរំភើបបន្ទាប់មកព្រះយេស៊ូវបានប្រទានដល់សាវកយូហាននៅសុបិនយ៉ាងល្អមួយប៉ុន្តែសាវកយូហាននៅដឹងខ្លួននៅឡើយហើយអ្វីដែលគាត់បានឃើញគឺជាការជាក់ស្ដែងហើយនៅថ្ងៃមួយនឹងคล้ายទៅជាការពិតទាំងអស់ខ្ញុំឃើញបល្ល័ង្កមួយហើយនៅលើបល្ល័ង្កនោះមានស្ដេចមួយអង្គហើយស្ដេចនោះគឺជាព្រះយេស៊ូវនៅជុំវិញបល្ល័ង្កនោះគឺមានពួកបណ្ដាជនបានអោនក្រាបចុះគេបានថ្វាយទ្រព្យសម្បត្តិរបស់ពួកគេដល់ទ្រង់មានសំឡេងហូរកញ្ជ្រៀវនិងទះដៃលាន់រំពងព្រមទាំងសំណោចហាក់បីដូចជាសំឡេងទឹកធ្លាក់ហើយគ្រប់គ្នាក៏បន្លឺសំឡេងច្រៀងបទថ្មីមួយនេះគឺជាស្ដេចរបស់យើងរាល់គ្នាជាកូនជាមដែលបានស្លាប់ដើម្បីកុំឲ្យយើងត្រូវស្លាប់ព្រះអង្គជាព្រះសង្គ្រោះនៃយើងរាល់គ្នាគ្រប់គ្នាដំកើងនិងលើកសិរីរុងរឿងអស់កលជានិច្ចនិងតរៀងទៅគ្រប់ទាំងរបស់ដែលបានបង្កើតមកនៅគ្រប់ទីកន្លែងទាំងនៅលើស្ថានសួគ៌និងនៅលើផែនដីហើយនៅក្រោមផែនដីនិងនៅក្នុងសមុទ្រក៏ចូលមករួមគ្នាច្រៀងហើយបន្ទាប់មកពីគ្រប់ទិសគ្រប់ច្រកល្ហកគឺមានភាពស្ងៀមស្ងាត់ដ៏ធំមហិមាហើយស្រស់ស្អាតហើយខ្ញុំក៏បានឃើញសាតាំងដែលជាសត្រូវដ៏សែនអាក្រក់របស់ព្រះជាម្ចាស់បានត្រូវទម្លាក់ចុះមកហើយក៏ត្រូវចុះចាញ់ដែរខ្ញុំបានឃើញទីក្រុងដ៏ភ្លឺផ្លេកនៅលើមេឃមានពន្លឺចាំងផ្លេកចាំងចែងចុះមកក្រោមពីលើស្ថានសួគ៌ហើយពីលើមេឃស្ថានសួគ៌កំពុងតែចុះមកលើផែនដីទីក្រុងរបស់ព្រះជាម្ចាស់ស្រស់ស្អាតប្រណិតដែលមានជញ្ជាំងធ្វើពីត្បូងតូម៉ាត់ត្បូងមណីជោត្បូងកណ្ដៀងមានផ្លូវធំទូលាយក្រាលទៅដោយមាសខ្លោងទ្វារធ្វើពីកែវមុតក្តារភ្លឺផ្លេកបើកចំហមិនដែលបិទចាក់សោតើព្រះអាទិត្យនៅឯណាហើយលោកខែនៅឯណាយើងមិនត្រូវការរបស់ទាំងនេះទៀតទេព្រះជាម្ចាស់ជាពន្លឺដែលមនុស្សជាតិទាំងមូលត្រូវការគ្មានភាពងងឹតទៀតទេគ្មានយប់ទៀតទេរួចស្ដេចក៏មានព្រះបន្ទូលឡើងថាមើលណោព្រះជាម្ចាស់ហើយនឹងរាជរបស់ទ្រង់បានជួបជុំគ្នាម្ដងទៀតហើយគ្មានការរត់ចេញទៅណាទៀតទេហើយក៏គ្មានការលាក់ខ្លួនផងដែរគ្មានការយំសោកគ្មានការរស់នៅឯកាម្នាក់ឯងហើយក៏គ្មានការភ័យខ្លាចទៀតឡើយគ្មានការឈឺថ្កាត់និងការស្លាប់ទៀតទេពីព្រោះការទាំងអស់នេះបានកន្លងផុតទៅហើយពិតហើយការទាំងអស់នេះរលត់បាត់ទៅជារៀងរហូតការសោកសង្រេងទាំងអស់คล้ายជាការមិនពិតហើយមើលចុះយើងបានជូតទឹកភ្នែកចេញពីភ្នែកអ្នករាល់គ្នាបន្ទាប់មកមានសំឡេងដូចជាផ្គរលាន់នៅលើមេឃនិយាយថាមើលចុះយើងមិនបានធ្វើគ្រប់ទាំងអស់សារជាថ្មីឡើងវិញវាជាការពិបាកណាស់ក្នុងការកត់ទុកគ្រប់អ្វីដែលសាវកយូហានបានឃើញទៅជាពាក្យសម្ដីសរសេរចេញជាអក្សរហើយដាក់ឲ្យល្មមនៅក្នុងទំព័ររួចច្របាច់បញ្ចូលទៅក្នុងសៀវភៅមួយក្បាលគ្រប់ទាំងពាក្យដែលនៅលើទំព័រទាំងអស់នៅក្នុងសៀវភៅទាំងអស់នៅលោកីយ៍ទាំងមូលក៏មិនអាចនឹងកត់ទុកអស់ដែរព្រះយេស៊ូវមានបន្ទូលថាយើងជាដើមដំបូងហើយជាទីបញ្ចប់សាវកយូហានបានដឹងថា
នៅថ្ងៃមួយស្ថានសួគ៌នឹងចុះមកហើយលោកីដែលខូចរបស់ព្រះជាម្ចាស់ក៏បានជួសជុលកែជាថ្មីឡើងវិញធ្វើជាទីលំនៅពិតប្រាកដរបស់យើងនិងល្អបំផុតជាថ្មីម្ដងទៀតគាត់បានដឹងដែរថាគ្រប់ទាំងអ្វីៗនឹងកាន់តែល្អស្រស់ស្អាតអស្ចារ្យឡើងដែលពីមុនធ្លាប់តែមានសេចក្តីទុក្ខសោកទោះបើការនោះជាអាថ៌កំបាំងហើយពិបាកពន្យល់ប៉ុណ្ណាក៏ដោយហើយគាត់ក៏បានដឹងដែរថានៅចុងបញ្ចប់នៃដំណើររឿងនេះនឹងត្រឡប់ជាការល្អបំផុតដែលនឹងធ្វើឲ្យភាពសោកសង្រេងនិងទឹកភ្នែកព្រមទាំងអ្វីៗទាំងអស់ហាក់ដូចជាស្រមោលដែលនឹងត្រូវដេញចេញបាត់ទៅដោយសារពន្លឺថ្ងៃនៅពេលព្រឹកព្រលឹមព្រះយេស៊ូវមានបន្ទូលថាខ្ញុំចេញទៅហើយខ្ញុំនឹងទៅដល់ទីនោះក្នុងពេលដ៏ឆាប់សាវកយូហានបានមកដល់ចុងបញ្ចប់នៃសៀវភៅរបស់គាត់ប៉ុន្តែគាត់ពុំបានសរសេរពាក្យថាចប់ដោយបរិបូរណ៍ទេពីព្រោះតាមពិតទៅដំណើររឿងមិនចប់ដោយរបៀបនេះទេហើយរឿងនេះមិនទាន់បញ្ចប់នៅឡើយទេដូច្នេះជំនួសពាក្យបញ្ចប់គាត់សរសេរថាឱព្រះយេស៊ូវអើយសូមយាងមកជាឆាប់នេះដែលប្រហែលជាបែបមួយទៀតដើម្បីនិយាយថានៅមានវគ្គបន្តយូហានចំពុក1ខ12ដល់ខ13រីឯអស់អ្នកដែលបានទទួលព្រះអង្គគឺអស់អ្នកដែលជឿលើព្រះនាមរបស់ព្រះអង្គបានប្រទានសិទ្ធិដល់ពួកគេឲ្យត្រឡប់ជាកូនរបស់ព្រះជាម្ចាស់គឺជាកូនដែលមិនមែនកើតមកពីឈាមឬពីប្រាថ្នាខាងរូបសាច់ឬពីចំណង់របស់មនុស្សឡើយគឺកើតពីព្រះជាម្ចាស់វិញពីព្រោះតាមពិតទៅចំណុចដ៏សំខាន់បំផុតអំពីដំណើររឿងនេះគឺវាជារឿងរបស់អ្នក